ក្រងមកឲ្យយើងហ្នឹងអញ្ចឹងបើសិនជាម៉ាស៊ីនហ្នឹងវាអត់មានពន្លឺយើងបើកតែផ្នែកពន្លឺទៅធ្វើតែផ្នែកពន្លឺទៅគឺបានហើយអញ្ចឹងមកជាយើងតន់ឡើយហ្នឹងណាតោះឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំធ្វើការបង្ហាញទៅលើ snap ម៉ាស៊ីនដោយ snap ម៉ាស៊ីននីមួយៗរបស់វាហ្នឹងគឺវាមានទូនាទីត្រឹមត្រូវវាចងក្រងមកយើងគួរយើងណាអញ្ចឹងយើងមិនបាច់ចាំទៅវាស់ជើងណាវែងឆ្ងាយទេយើងគ្រាន់តែវាស់តាមតែគំនូរដែលគេគូមកអញ្ចឹងបើសិនជាវាដាច់ឬក៏វាឆ្លងឬក៏វាអត់មានទិន្នន័យអញ្ចឹងមានន័យថាខ្សែបន្ទាត់ហ្នឹងវាជាអ្នកដាច់ហើយអញ្ចឹងយើងមិនបាច់ចាំទៅមើលវាស់គ្រប់ snap ទេយើងវាស់តែ snap ដែលគេគូមកបានហើយអញ្ចឹងយើងងាយស្រួលលឿនណាអញ្ចឹងតោះអញ្ចឹង snap នេះគឺជា snap អេក្រង់ដែលវាទូនាទីរបស់វាគឺបញ្ចេញរូបបញ្ចេញខាច់ហើយនឹងពន្លឺអញ្ចឹងទៅអញ្ចឹងផ្នែកពន្លឺឲ្យផ្នែករូបគឺវាមានជើងច្រើនតែចំពោះផ្នែកពន្លឺគឺវាមានជើងតែ3 4ជើងអស់ហើយអញ្ចឹងយើងត្រូវមើលជាក់ស្ដែងណាដោយសារម៉ាស៊ីននេះគឺអឺយើងកាច់មើលទៅគឺវាស់ទៅគឺវាដាច់ដំបូងណាអញ្ចឹងតិចទៀតដល់កន្លែងវាស់ហើយអញ្ចឹងម៉ាស៊ីននេះគឺយើងបើកតម្លៃយកម៉ូតមកគឺជើងនីមួយៗរបស់វាគឺវាចងក្រងមកតម្លៃ500 400 300តាមប្រភេទជាក់ស្ដែងអញ្ចឹងបើសិនជាយើងកាច់យកម៉ូតមកកាច់អូម៉ែត្រយើងណាយើងវាស់ទៅវាដាច់ឬក៏ OL ឬក៏ធ្លាក់ម៉ាស់វាខុសពីអ្វីដែលគេបង្ហាញនៅក្នុងសមាគឺយើងធ្វើការរនកន្លែងដែលវាខូចឬក៏វាដាច់ហ្នឹងអញ្ចឹងបើសិនជាវាចេញពី IC វាដាច់ចេញពី IC មកគឺយើងធ្វើការលើក IC ហើយយើងតជើងមកចេញពី IC ណាបើសិនជាវាដាច់គេចងមកបែបហ្នឹងគឺយើងវាស់តែបែបហ្នឹងមកបានហើយមិនបាច់ចាំវែងឆ្ងាយទេអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំធ្វើការបង្ហាញក្នុងការវាស់ជាក់ស្ដែងបាទកាច់យកម៉ូតមកគឺវាស់ទៅគឺវា OL អញ្ចឹងម៉ាស៊ីននេះចម្លែកមែនតើបាទអញ្ចឹងជើងទី1ជើងទី3គឺវាមានតម្លៃដូចគ្នាគឺ 0.7 បាទ 0.7 ហើយជើងទី8ក៏មានតម្លៃដែរប៉ុន្តែក្នុងការវាស់នេះគឺ OL ខ្ញុំវាស់ម្ដងហើយម្ដងទៀតក៏វា OL ដែរអញ្ចឹងម៉ាស៊ីននេះគឺចម្លែកបាទប៉ុន្តែជាក់ស្ដែងគឺយើងមើលធ្វើការនៅលើសមាគឺវាបង្ហាញមកជើងទី1បានតម្លៃ572អញ្ចឹងបើយើងវាស់ទៅ OL មានន័យថាវាដាច់ខ្សែបន្ទាត់ណាមួយហើយអញ្ចឹងយើងត្រូវបើកតទៀតណាអញ្ចឹងខ្ញុំគ្រាន់បង្ហាញពីការវាស់ផ្នែកស្នាប់ទេសម្រាប់មិត្តជាងយើងដែលគាត់អត់តន់ចេះវាស់អញ្ចឹងគាត់สนับสนุนគឺខ្ញុំធ្វើការវាស់ច្រើនបន្ទាប់ពីខ្ញុំធ្វើការបង្ហាញនីមួយៗនៃជើងស្នាប់ហើយខ្ញុំធ្វើការកោះប៉ាងបាទផ្លុំកោះប៉ាងចេញអញ្ចឹងក្នុងការផ្លុំកោះប៉ាងថ្ងៃនេះគ្រាន់ចង់ចែកម្លែកទៅកាន់មិត្តជាងយើងទេក្នុងការកោះប៉ាងគឺយើងប្រើកម្ដៅបែបណាអញ្ចឹងក្នុងការវាស់របស់ខ្ញុំនោះគឺវាស់ម្ដងហើយម្ដងទៀតលម្អិតដើម្បីចែកជូនមិត្តជាងយើងហើយក៏ដូចជាខ្លួនឯងណាដើម្បីកុំឲ្យធ្វើទៅខុសគោលដៅអញ្ចឹងមិត្តជាងយើងអាចទស្សនាក្នុងការផ្លុំប៉ាងគេលើកបែបណាណាទី1ម៉ាស៊ីនផ្លុំរបស់យើងគឺប្រើកម្ដៅក្ដៅណា300ក្រាស់មកទៅ400ទៅហើយយើងធ្វើការកាត់អាស្ទះដែលគេសំណាញ់ការពារហ្នឹងកុំឲ្យវាតាក់អញ្ចឹងបន្ទាប់ពីយើងធ្វើការផ្លុំមកបាទយើងប្រើកម្ដៅយ៉ាងខ្លាំងតិចណាតែកុំឲ្យយូរយើងផ្លុំជុំវិញដែកឲ្យវាក្ដៅសិនហើយយ៉ាងយើងចាក់យកមុខវាណាយើងគាស់យកកបិតចិត្ត IC ក៏បានហើយយើងក្រាស់តិចទៅយើងចាក់យកមុខវាហើយយើងប្រហើមម្ដងបន្តិចដេញវាណាធ្វើបែបហ្នឹងគឺទី1វាម៉ាស៊ីនយើងវាស្អាតធ្វើឲ្យយើងដាក់ផ្លុំចូលវិញទៅគឺស្អាតសឹងតែ90%អញ្ចឹងរួមចំណែកក្នុងការជួសជុលម៉ាស៊ីនឲ្យស្អាតដែរអញ្ចឹងយើងធ្វើការផ្លុំម្ដងបន្តិចទៅពីម្ខាងទៅម្ខាងយើងបវល់មកអញ្ចឹងបន្ទាប់ពីយើងធ្វើការកោះប៉ាងហើយកន្លែងដែលគួរឲ្យអស់សំណោចគឺកន្លែងនេះហើយពេលដែលយើងផ្លុំកោះប៉ាងហើយយើងធ្វើការវាស់កាច់យកម៉ូតវាស់ម្ដងទៀតគឺទិន្នន័យរបស់យើងគឺមានអញ្ចឹងមកកន្លែងនេះគឺជាកន្លែងអស់សំណោចមែនតើសម្រាប់ខ្ញុំគឺពេលយើងអត់តន់ផ្លុំគឺវាមានវាអត់មានដល់ពេលយើងផ្លុំប៉ាងចេញហើយគឺវាស់ម្ដងទៀតគឺមានបាទគ្រប់ជើងទាំងអស់គឺវាមានតម្លៃអញ្ចឹងតាអញ្ចឹងកុំឲ្យខាតពេលគឺខ្ញុំគ្រាន់តែថាយើងបាន record ហើយយើងធ្វើការបញ្យល់មិត្តជាងយើងក្នុងហ្នឹងទៅគេលោបាន10 20% នៃវីដេអូដែលខ្ញុំបញ្យល់ណាអញ្ចឹងគ្រាន់បើយើងទុកជាវីដេអូចោលតាបន្ទាប់ពីយើងធ្វើការវាស់នៅលើ snap នៅលើ board ម៉ាស៊ីនមានហើយយើងចំណុចបន្ទាប់គឺយើងធ្វើការមើលលើខ្សែអេក្រង់វិញណាដោយសារខ្សែអេក្រង់នេះគឺវាដាច់ជើងភ្លើងមួយជើងណាអញ្ចឹងករណីបែបហ្នឹងគឺយើងគ្រាន់តែកោះវាទៅហើយយើងផ្សារវាឲ្យជាប់គ្នាវិញមកបានហើយដោយសារម៉ាស៊ីននេះគឺវាអត់មានពលឺហើយអាម៉ាស៊ីនដែលយើងវាស់ទៅវាមានទិន្នន័យវិញហើយយើងមិនបាច់ខ្វល់វាទេយើងគ្រាន់តែតនៅលើ snap អេក្រង់ទៅបានហើយដោយសារយើងបានវាស់ទៅវាមានទិន្នន័យវិញហើយយើងកុំខ្វល់ណាបន្ទាប់ពីយើងធ្វើការប្រឌិតមើលទៅឃើញវាដាច់មួយជើងអញ្ចឹងយើងតម្រូវធ្វើការកោសយកសាច់ជើងវាខាងនៅលើ snap អេក្រង់យើងណាយើងកោសវាបន្តិចមកបន្ទាប់ពីយើងធ្វើការកោសមកគឺយើងត្រូវដាក់ស្រល់ហើយនឹងដាក់សំណតិចទៅដើម្បីផ្សារឲ្យជាប់គ្នាឬក៏យើងតជាមួយនឹងខ្សែកាសក៏បានដែរអ
ចឹងតាមបច្ចេកទេសយើងឬក៏ធ្វើតាមខ្ញុំក៏បានដែរដោយសារវាមានកន្លែងយើងផ្សារណាយើងកោសវាបន្តិចមកបាទកោសវាចេញលឿងបែបហ្នឹងហើយយើងធ្វើការផ្សារវាបន្តិចទៅយើងដាក់ Snow បន្ថយសេតិចទៅដើម្បីឲ្យប្រើកម្ដៅតិចណាចឹងធ្វើការផ្សារវាភ្ជាប់ជាមួយនឹងអាកន្លែងដែលវាដាច់មិញហ្នឹងអញ្ចឹងតោះឥឡូវបន្ទាប់ពីយើងធ្វើការផ្សារហើយយើងធ្វើការតេស្តជាមួយនឹងអេក្រង់សាក់មើលថាវាចេញអត់អញ្ចឹងយើងធ្វើមួយជំហានទៅមួយជំហានណាយើងកុំឲ្យថាធ្វើទៅខុសគោលដៅអញ្ចឹងម៉ាស៊ីននេះគឺចម្លែកត្រង់ថាពេលយើងអត់តន់ផ្លុំគឺវាអត់មានពន្លឺវាដាច់តម្លៃដល់ពេលយើងផ្លុំប៉ាងចេញហើយវាមានតម្លៃវិញអញ្ចឹងជួបម៉ាស៊ីនបែបនេះត3ដើម4ដើមម្នាក់ហ្នឹងគឺពុលហើយអញ្ចឹងអរគុណច្រើនវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក្នុងការផ្លុំប៉ាងឬក៏ការវាស់វែងគឺខ្ញុំលម្អិតត្រួសទេក្នុងហ្នឹងហើយសង្ឃឹមថាជាងយើងទទួលបានខ្លះមិនបាន 100% ក៏បានខ្លះដែរដោយសារវីដេអូយើងចងក្រងទៅដូចអត់សូវល្អទេវីដេអូហ្នឹងរៀងស្ដាប់យូរទៅរៀងវល់បន្តិចតែអរគុណច្រើនសម្រាប់ការទស្សនាអញ្ចឹងក្នុងការតេស្តយើងគឺការតេស្តថាច់តាអៀភ្ញៀវណាក៏មកធ្វើឲ្យដល់ថាច់ចឹងទៅបាទអរគុណច្រើនវីដេអូនេះគឺគាត់ចែកម្លែកឲ្យមិត្តជាងយើងដែលគាត់ចង់ចាប់ផ្ដើមក្នុងការជួយចូលទេហើយបើមិត្តជាងចង់ចូលក្រុមរៀនដៃថ្មីមួយខ្ញុំក៏អាចចូលរួមបានដែរតម្លៃតែ50រៀលទេអញ្ចឹងតម្លៃល្អសម្រាប់ជាងដែលគាត់អត់ទាន់មានបទពិសោធន៍សោះអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមពីខែថ្មីទៅគឺខ្ញុំតម្លាក់វីដេអូជូនហើយអញ្ចឹងចូលរួមអាចចូលរួមជាមួយគ្នាទៅហើយក្នុងហ្នឹងយើងបញ្យល់លម្អិតពីការប្រើកម្ដៅលើកអ៊ីសេការវាស់ភ្លើងដាច់ភ្លើងឆ្លងអីហ្នឹងហើយយើងចែកម្លែកបទពិសោធន៍ក្នុងក្រុមក្នុងអីអាចលេងមួយគ្នាបានបាទមានសំណួរអីអាចដាក់ចូលក្រុមទៅយើង support ជូនអញ្ចឹងសម្រាប់ជាងដែលគាត់មានបទពិសោធន៍អត់ទាន់ច្បាស់ឬក៏មិត្តជាងដែលគាត់មានបទពិសោធន៍អត់ទាន់សោះតែម្ដងអីអាចចូលរួមបានតម្លៃល្អហើយយើងមានចងក្រងជាវីដេអូបញ្យលអញ្ចឹងយើងចូលរួមទាំងអស់គ្នាទៅបាទអរគុណច្រើនបើមានចម្ងល់អីអាចឆាតសួរនៅក្នុង page បានណាឬក៏ឆាតមកខ្ញុំផ្ទាល់បានអរគុណច្រើន